ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿងបូរ៉ូតូបន្តទៀតហើយដូចរាល់ដងដែរមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយរួចរាល់ហើយតោះចាប់ផ្ដើមទាំងអស់គ្នាយើងបន្តទៅមើលការប្រឡងឈុននានវគ្គផ្ដាច់ព្រាត់ដែលជាការប្រកួតរវាងត្រីភាគីគឺបូរ៉ូតូសារ៉ាដាហើយនិងស៊ីនឃីចាប់ផ្ដើមឡើងអត់មាននិយាយគ្នាមុនអីទេស៊ីនឃីបានជះខ្សាច់ខ្មៅសម្ដៅទៅកាន់បូរ៉ូតូហើយនិងសារ៉ាដាការធ្វើបែបហ្នឹងក្នុងពេលប្រកួតគ្នា3នាក់អញ្ចឹងស៊ីនឃីចង់មានន័យថាគាត់ចង់បបួលសារ៉ាដានិងណារ៉ាតូ2នាក់មកវាយគាត់តែម្នាក់ស៊ីនឃីមានភាពជឿជាក់ខ្លាំងណាស់ថា2នាក់ហ្នឹងទោះបីរួមគ្នាក៏មិនអាចបំបែករបាំងខ្សាច់ដៃរបស់គាត់បានដែរហើយពេលនោះបូរ៉ូតូចង់សាកក៏រួមគ្នាជាមួយសារ៉ាដាគប់យ័ន្តផ្ទុះនិងបាញ់ Fireball ជូស៊ូចូលទៅតែនៅពេលនោះធ្វើអីស៊ីនឃីអត់បានទេព្រោះស៊ីនឃីមាន Black Iron Fist ជួយការពារហ្គារ៉ាប្រាប់ណារ៉ាតូថាអាដៃ Black Iron Fist ហ្នឹងស៊ីនឃីចូលចិត្តប្រើខ្លាំងណាស់ព្រោះវាអាចការពារខ្លួនក៏បានវាយលោកលើស្ត្រូវក៏បានពេលនោះបូរ៉ូតូនិងសារ៉ាដាអត់ដឹងថាធ្វើម៉េចវាយបកទៅស៊ីនឃីវិញបានទេតែបូរ៉ូតូនៅចាំថាមីតស្គីធ្លាប់ប្រើក្បាច់ពូរន្ទះវាយបំបែរបាំងការពារខ្សាច់ខ្មៅរបស់ស៊ីនឃីបានដល់ពេលអញ្ចឹងទៅពួកគេក៏បានរួមគ្នាប្រើក្បាច់រន្ទះបាញ់ទៅកាន់ស៊ីនឃីប៉ុន្តែដោយសារតែក្បាច់រន្ទះរបស់ពួកគេនៅមានកម្រិតទាបពេកធ្វើអីស៊ីនឃីអត់បានទេហើយបែរជាត្រូវបានស៊ីនឃីប្រើ Black Iron Fist ចាប់ជាប់ទាំងពីរនាក់អ្នកដែលបានទៅចូលរួមទស្សនាការប្រកួតនៅពេលនោះសិតតែនាំគ្នាគិតថាស៊ីនឃីឈ្នះហើយប៉ុន្តែមិនមែនចឹងឡើយពេលនោះបូរ៉ូតូអាចរើដៃរួចម្ខាងហើយជាមួយឧបករណ៍របស់គាត់អាចកូពីខ្លួនឯងបានម្នាក់លោទៅជួយរំដោះសារ៉ាដាបន្តមកពេលសារ៉ាដារើដៃរួចនាងក៏ប្រើក្បាច់ភ្លុំភ្លើដើម្បីឲ្យស៊ីនឃីលែងដៃទៅការពារខ្លួនវិញក្បាច់បន្តទៀតស៊ីនឃីបានបដូរពីការប្រើដៃទៅជាស្លាបដៃវិញហើយនិយាយថាគាត់នឹងចាត់ការម្នាក់តកអូជីហាមុនគេពេលនោះស៊ីនគីបានបាញ់ស្លាប់ដៃជាច្រើនសម្ដៅទៅកាន់សារ៉ាដាតែដោយសារតែសារ៉ាដាមានភ្នែកសារីហ្គាននាងអាចមើលទាន់ហើយកិច្ចបានប៉ុន្តែសារ៉ាដាអត់ដឹងទេថានៅខាងក្រៅខ្នងនាងមានកំទេចដៃឆក់មួយចំនួនដែលស៊ីនគីមិនសល់ទុកពេលគាត់ចាប់នាងបានមុននឹងហើយធម្មតាដៃឆក់ជាមួយដៃឆក់គឺវារត់រកគ្នាតម្រាំតែសារ៉ាដាដឹងគឺវាយឺតពេលហើយទីបំផុតរកលីដែលជាគណៈកម្មការបានប្រកាសថាសារ៉ាដាមិនអាចបន្តការប្រកួតបានទៀតទេនៅពេលនេះសល់តែស៊ីនឃីនិងបូរ៉ូតូដែលត្រូវប្រកួតមួយស្មើហើយស៊ីនឃីមើលស្រាលបូរ៉ូតូខ្លាំងណាស់គាត់ថាបូរ៉ូតូអាងតែមានឪយហោខាគេគ្មានខំប្រឹងហាត់រៀនអីទេពេលនោះបូរ៉ូតូខឹងខ្លាំងណាស់ក៏ប្រើចក្រានៅសល់តែប្រមាណលោតចូលទៅចំណែកស៊ីនឃីក៏ខ្សោយចក្រាដែរតែគាត់នៅអាចទប់ជាមួយនឹងបូរ៉ូតូបានការប៉ះទង្គិចគ្នានៅពេលនោះបូរ៉ូតូដឹងថាខ្លួនទៅមិនរួចក៏ប្រើឧបករណ៍ជាជំនួយបង្កើតក្បាច់រន្ទះពណ៌ស្វាយរបស់លោកគ្រូខាកាស៊ីវាយយកឈ្នះក្បាច់រន្ទះពណ៌ស្វាយហ្នឹងមានតែលោកគ្រូខាកាស៊ីទេដែលចេះព្រោះតាំងពីគាត់បាត់ភ្នែកសារីហ្គានមកគាត់បានបង្កើតក្បាច់ហ្នឹងយកមកប្រើពេលឃើញអញ្ចឹងណារ៉ាតូដឹងភ្លាមថាបូរ៉ូតូប្រើល្បិចហើយខណៈពេលដែលបូរ៉ូតូកំពុងតែសប្បាយចិត្តជាមួយនឹងជ័យជំនះរបស់ខ្លួនណារ៉ាតូបានដើរទៅដល់ប៉ុន្តែគាត់មិនមែនទៅអបអរសាទរជាមួយបូរ៉ូតូទេគឺគាត់ទៅបកអាក្រាតពីល្បិចរបស់បូរ៉ូតូទង្វើរបស់បូរ៉ូតូហ្នឹងបានធ្វើឲ្យអ្នកទស្សនាមានការខកចិត្តយ៉ាងខ្លាំងជាពិសេសគឺស៊ីកាដៃដែលជាមិត្តភក្តិជិតស្និទ្ធរបស់គាត់ពេលហ្នឹងណារ៉ាតូមិនត្រឹមតែឲ្យបូរ៉ូតូធ្លាក់ដោយសោយប្រវត្តិទេថែមទាំងដកតំណែងជានិនចារបស់គាត់ទៀតបន្តមកនៅពេលនោះផងដែរកថាស្កេបានទៅដល់ទីនោះដើម្បីនិយាយការពារនៅអ្វីដែលគាត់បានរកឃើញគាត់ចង់ឲ្យគេទទួលស្គាល់ថាការប្រើឧបករណ៍វិទ្យាសាស្ត្រជួយឲ្យនិនចាកាន់តែខ្លាំងប៉ុន្តែណារ៉ាតូនៅតែបដិសេធដដែលពេលដែលពួកគេកំពុងតែប្រកែកគ្នានោះស្រាប់តែអេលៀននៅក្លានអូសូតស្គី2នាក់បានទៅដល់អេលៀន2នាក់នោះយើងធ្លាប់ស្គាល់ហើយម្នាក់កំាប់ឈ្មោះថាឃីនស៊ឺគីហើយនិងម្នាក់ស្គមឈ្មោះម៉ូម៉ូស៊ីគីពួកគេទាំងពីរទៅកាន់ទីនោះគឺដើម្បីចាប់ណារ៉ាតូស្រូបចក្រាកតុយ9នៅក្នុងខ្លួនរបស់គាត់ជាការចាប់ផ្ដើមម៉ូម៉ូស៊ីធីបានប្រើឲ្យឃីនស៊ឺគីជួយបោះសម្អាតមនុស្សដែលគាត់ហៅថាពួកសត្វថោកទាបនៅជុំវិញទីនោះឲ្យអស់សិនទៅកុំឲ្យចង្អៀតពេកបន្តមកនៅពេលដែលសារ៉ាដាកំពុងតែធ្វើការជួយជន្លៀនមនុស្សចេញពីកន្លែងនោះឃីនស៊ីគីបានលោតទៅវាយប្រហារនាងតែសាស្កេបានចូលទៅជួយទាន់កន្លែងទៅមើលណារ៉ាតូវិញពេលដែលគាត់កំពុងតែជាប់មាត់និយាយជាមួយនឹងបូរ៉ូតូម៉ូម៉ូស៊ីគីបានឆ្មាក់ទៅទាត់គាត់មួយជើងឡើងប៉ើងឃើញអញ្ចឹងបូរ៉ូតូក៏ប្រើឧបករណ៍វិទ្យាសាស្ត្ររបស់គាត់បាញ់ក្បាច់ជូស៊ូជាច្រើនទៅកាន់ម៉ូម៉ូស៊ីគីមានទាំងក្បាច់ទឹកមានទាំងក្បាច់ភ្លើងមានទាំងក្បាច់រន្ទះតែត្រូវបានម៉ូម៉ូស៊ីគីស្រូបយកទៅអស់ឥឡូវយើងងាកទៅមើលមីតស្គីមួយផ្លែតពេលគាត់ឃើញបូរ៉ូតូកំពុងតែជួបគ្រោះថ្នាក់អញ្ចឹងគាត់ចង់ប្រើទម្រង់សេរបស់គាត់ចូលទៅជួយបូរ៉ូតូប៉ុន្តែសោយខ្លាំងណាស់អូរ៉ាសាគីបានប្រើផ្លែស្ទូចមកស្ទូចយកចក្រារបស់គាត់ទៅបាត់បន្ទាប់មកហ្គារ៉ាហើយនឹងឈូជីរ៉ូបានទៅដល់ដែលនេះគឺជាលើកទី2ហើយដែលហ្គារ៉ាជួបជាមួយនឹងអូរ៉ាសាគីនៅពេលនោះពួកគេបានប៉ះទង្គិចគ្នាខ្លះៗដែរតែមិនសូវជាខ្លាំងទេអ្វីដែលគួរចាប់អារម្មណ៍គឺអូរ៉ាសាគីនឹងចេះប្រើខ្សាច់ដូចហ្គារ៉ាដែរហើយអាតិចនៃប្រើខ្សាច់នោះអូរ៉ាស្គីបានប្រើផ្លែស្ទូចចេញពីខ្លួនរបស់ហ្គារ៉ាកាលពីលើកមុននៅពេលនោះឈូជីរ៉ូនិងហ្គារ៉ាបានរួមគ្នាវាយប្រហារលើអូរ៉ាស្គីបានខ្លះតែអូរ៉ាស្គីបានប្រើផ្នែករៀននឹងកាន់បើកផតថលគេចខ្លួនបាត់ត្រឡប់ទៅមើលបូរ៉ូតូវិញគាត់បានប្រើ scroll ជំនួយអស់អាលីងប៉ុន្តែមុនពេលម៉ូម៉ូស្គីអាចធ្វើបាបគាត់បានណារ៉ាតូបានមកជួយគាត់គេចចេញពីទីនោះនៅពេលនោះម៉ូម៉ូស្គីបានលាដៃចង់វាយប្រហារទៅលើឪកូនទាំងពីរតែស៊ីកាម៉ារុបានប្រើក្បាច់ចាប់ស្មៅទៅចាប់គាត់ជាប់ហើយក្នុងពេលដែលមួយស៊ីកាម៉ារុក៏ចាប់ឃីនស៊ឺគីផងដែរប៉ុន្តែមិនបានយូរទេព្រោះពេលនោះម៉ូម៉ូស្គីចេះស្រូបទាំងជូស៊ូ
ស៊ូចាប់ស្មារតីរបស់ស៊ីកាម៉ារុបានថែមទៀតបន្ទាប់មកមុនពេលប្រយុទ្ធបន្តទៀតអេលៀនទាំងពីរបានប្រាប់ពីគោលបំណងរបស់ពួកគេថាពួកគេចង់ធ្វើឲ្យដើម Divine Tree រស់ឡើងវិញព្រោះផ្លែរបស់ដើម Divine Tree គឺជាថ្នាំជួយឲ្យពួកគេមានកម្លាំងមហាសាលហើយនឹងអាយុយឺនយូរពេលនិយាយចប់ Momosuke ក៏បានលេបថ្នាំពណ៌ក្រហមមកគ្រាប់បន្ទាប់មកគាត់ក៏បញ្ចេញក្បាច់ជូស៊ូដែលគាត់ស្រូបយកទៅចេញមកវិញដែលក្បាច់ជូស៊ូទាំងនោះមានកម្លាំងខ្លាំងជាងមុន2ដងវាយប្រហារទៅលើពួកគេ It's meaningless. ពេលនោះ Naruto ហើយនិង Sasuke បានរួមគ្នាប្រើ Kurama ហើយនិង Susanoo ជួយការពារដែរតែដូចជាទុកមិនបានយូរទៀតទេបាយបន្ទាប់ទៀត Momosuke បានលេបថ្នាំក្រហមជាច្រើនគ្រាប់ហើយបានបង្កើត Tail Beast Bomb យ៉ាងធំសម្បើមមួយវាយប្រហារទៅលើពួកគេវិញម្ដងពេលឃើញអញ្ចឹង Naruto ក៏ពឹងឲ្យ Sasuke ជួយមើលក្មេងៗចំណែកគាត់ហើយនិង Kurama សុកចិត្តទៅអោបគ្រាប់ដ៏ធំនោះដើម្បីកុំឲ្យវាផ្ទុះទៅត្រូវអ្នកផ្សេងប្រជាជនទាំងអស់ដែលបានឃើញហេតុការណ៍នោះសុទ្ធតែបានសរសើរពីវីរភាពរបស់ Naruto ខ្លាំងណាស់ចំណែក Hinata ការដែលបានឃើញ Naruto ដែលជាប្តីកំពុងតែមានគ្រោះថ្នាក់អញ្ចឹងនាងក៏រត់ចូលទៅជួយផងដែរក្រោយហេតុការណ៍នោះបានបញ្ចប់មានអ្នករបួសជាច្រើនត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យពេលនោះសំណាងខ្លាំងណាស់ដែលអត់មាននរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតចំណែក Hinata ពេលដឹងខ្លួនទៅវិញនាងសួររក Naruto ហើយ Sasuke បានប្រាប់ថា Naruto អត់ទាន់ស្លាប់ទេព្រោះគាត់នៅអាចចាប់សញ្ញារបស់ Naruto បានបន្ទាប់មក Sasuke បានទៅបបួល Boruto ដើម្បីទៅជួយ Naruto ជាមួយគ្នាហើយពេលនោះផងដែរ Kage ផ្សេងទៀតក៏សូមចូលរួមជាមួយដែរមុនពេលចេញដំណើរពួកគេបានជួបប្រជុំគ្នានិយាយអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ស្ត្រីនៅពេលនោះពួកគេបានដឹងថាការប្រើក្បាច់ជូស៊ូដាក់ស្ត្រីរបស់ពួកគេគឺអត់ប្រយោជន៍ទេបើចង់ឈ្នះមានតែប្រើកណ្ដាប់ដៃឬក៏ថៃជូស៊ូពេលនោះផងដែរ Sasuke បានបកគលបូនិនចារបស់គាត់ទៅឲ្យ Boruto ចង់ប្រាប់គាត់ថាពេលនេះគាត់គឺជានិនចា Shinobi វិញហើយបន្ទាប់មក Sasuke បានប្រើផ្នែក Rinnegan បើក portal មួយដើម្បីធ្វើដំណើរទៅរក Naruto យើងងាកទៅមើល Naruto វិញពេលនេះគាត់ត្រូវបាន Momosuke ចាប់ស្រូបចក្រាប៉ុន្តែដោយសារតែ Naruto មានចក្រាច្រើនពេក Momosuke ស្រូបយូរហើយមិនបានដល់ 50% ផងបន្ទាប់មកមិនយូរប៉ុន្មានក្រុមរបស់ Sasuke បានទៅដល់ហើយជួយវាយរំដោះ Naruto បានពេលនោះ Kage ទាំងអស់ហើយនិង Sasuke បានចេញទៅប្រយុទ្ធជាមួយនឹង Alien ទាំងពីរទុកឲ្យ Boruto នៅជាមួយ Naruto នោះគឺជាលើកទី1ហើយនៅក្នុងប្រវត្តិសាស្ត្រដែលឲ្យកូនទាំងពីរនិយាយយល់ចិត្តគ្នាខ្លាំងយើងងាកទៅមើលការប្រយុទ្ធគ្នាវិញពេលនេះ Alien កាម៉ាប់កំពុងតែប្រយុទ្ធជាមួយនឹង Chojiro Alien កាម៉ាប់ហ្នឹងមិនមែនតែមានកម្លាំងខ្លាំងតែមិនសូវឆ្លាតទេ Chidori! Sword art! ការប្រយុទ្ធគ្នាមិនបានប្រមាណផង Alien កាម៉ាប់នោះត្រូវបាន Suchi Kage ឈ្មោះ Kurosuchi រួមគ្នាជាមួយនឹង Chojiro និង Sasuke ចាប់ខ្លួនបានយើងតាមទៅមើល Gaara វិញពេលនេះគាត់រួមគ្នាជាមួយនឹង Darui ដែលជា Kage នៅភូមិពពកកំពុងតែប្រយុទ្ធគ្នាជាមួយនឹង Momosuke ហើយមិនយូរប៉ុន្មានទេ Sasuke និង Naruto ក៏បានមកដល់ហើយពាត់ Momosuke ចំចិត្តពេលនោះ Momosuke អត់ទាន់បញ្ចេញអស់ក្បាច់ទេគឺគាត់បានស្រូប Alien កាម៉ាប់ដែលជាគ្នារបស់គាត់យកមកធ្វើជាថ្នាំដើម្បីញ៉ាំក្រោយពីបានញ៉ាំថ្នាំដែលផ្សំពី Alien កាម៉ាប់នោះហើយ Momosuke ក៏បានប្រែកាយក្លាយទៅជាមានរូបរាងកាន់តែកាយជាងមុនទៀតមិនត្រឹមតែមុខកាយទេក្បាច់គុណនិងកម្លាំងក៏ខ្លាំងជាងមុនដែរត្រឹមតែរយៈពេលមួយប្រព្រឹត្តភ្នែក Momosuke បានវាយ Kage 4នាក់ឲ្យដេកទាំងអស់បន្ទាប់ពីនោះគាត់បានសម្រុកទៅវាយ Naruto និង Sasuke ឲ្យត្រូវធ្ងន់ដូចគ្នានៅពេលនោះតើ Naruto ប្រើតម្រង Six Path ហើយនិង Sasuke ប្រើផ្នែក Sharingan ទើបអាចទប់ទល់ជាមួយនឹង Momosuke បាន How dare you! What? Planetary devastation! Tailed fox demon. ពីបំផុត Naruto រួមគ្នាជាមួយ Sasuke ចាត់ការ Momosuke ឲ្យដេកបានតែមិនទាន់អាចសម្លាប់គាត់បានទេហើយពេលនោះស្រាប់តែកថា Sasuke និងកាមេរ៉ាមែនរបស់គាត់បានទៅដល់ទីនោះមិនដឹងថាគាត់លួចចូលតាម Sasuke ពីពេលណាមកទេពេលទៅដល់ភ្លាមកថា Sasuke បានបញ្ញាប់បាញ់ក្បាច់ជួយស៊ូជាច្រើនទៅកាន់ Momosuke ចង់គាត់ក៏គាត់អត់ទាន់ដែរគោលបំណងរបស់កថា Sasuke គឺចង់បង្ហាញពិភពលោកឲ្យបានឃើញថាឧបករណ៍វិទ្យាសាស្ត្ររបស់គាត់អាចកម្ចាត់ Momosuke បានប៉ុន្តែគាត់អត់ដឹងទេថា Momosuke ចេះស្រូបចក្រានិងក្បាច់ជួយស៊ូបន្ទាប់ពីមានកម្លាំងឡើងមកវិញហើយ Momosuke បានប្រើក្បាច់ចាប់ស្មារបស់ Shikamaru ចាប់ពួកគេជាប់ទាំងអស់ហើយនៅពេលនោះ Boruto ដែលឈរមើលពីចម្ងាយបានប្រើ Rasengan គប់សម្ដៅទៅ Momosuke Rasengan របស់ Boruto ដូចជាប្លែកជាងគេបន្តិចពេលគប់ទៅអត់ទាន់ដល់ផងអាលីបាត់ហើយបន្ទាប់មកបន្តិចទៅវាត្រូវចំគោលដៅក្រោយពីបានរួចខ្លួនពីក្បាច់ចាប់ស្មា Sasuke បានប្រាប់ Naruto ថានេះគឺជាមូលហេតុដែលគាត់យក Boruto មកជាមួយហើយគាត់បានដាក់ឈ្មោះឲ្យ Rasengan របស់ Boruto ថា Vanishing Rasengan បន្ទាប់មក Momosuke អត់ទាន់ចាញ់ទៀតគាត់បានលេបថ្នាំក្រហមជាច្រើនគ្រាប់ដើម្បីប្រើក្បាច់ចុងក្រោយហើយ Naruto ក៏ប្រាប់ឲ្យ Boruto ប្រើក្បាច់ Rasengan ម្ដងទៀតផងដែរគ្រាន់តែលើកនេះគាត់ជួយធ្វើឲ្យ Rasengan របស់ Boruto កាន់តែធំជាងមុនឆ្ងាយ
យហើយបន្តមក Sasuke បានសម្រុកចូលទៅមុនដើម្បីធ្វើយ៉ាងម៉េចចាក់ភ្នែកនៅដៃខាងស្ដាំរបស់ Momoshiki ឲ្យបានកុំឲ្យគាត់ស្រូបយកក្បាច់ Jutsu បានតទៅទៀតចុងក្រោយ Boruto បានលោតចូលទៅហើយ Momoshiki ក៏ប្រើក្បាច់ចុងក្រោយរបស់គាត់ទប់ដែរនៅពេលនោះព្រលឹងរបស់ Boruto ហាក់បីដូចជាបានទៅជួបជាមួយនឹងព្រលឹងរបស់ Momoshiki នៅកន្លែងមួយដែលនៅទីនោះ Momoshiki បានប្រាប់ Boruto ថា Boruto នឹងមានទំនាក់ទំនងពិសេសម្យ៉ាងជាមួយនឹង Clan Otsutsuki ហើយភ្នែកពណ៌ខៀវនឹងធ្វើឲ្យ Boruto បាត់បង់អ្វីៗគ្រប់យ៉ាងមកដល់វគ្គនេះក៏អត់ទាន់បកស្រាយលម្អិតទេថា Momoshiki និយាយនឹងមានន័យថាម៉េចបន្ទាប់ពីបានចេញពីពិភពសបិនមកវិញយើងឃើញថា Boruto អាចកម្ចាត់ Momoshiki បានទីបំផុតរឿងរ៉ាវត្រូវបានបញ្ចប់ហើយពួកគេបានត្រឡប់ទៅកាន់ផែនដីវិញដែលនៅទីនោះមានគ្រួសារបងប្អូនរងចាំទទួលស្វាគមន៍ពួកគេដោយក្តីនឹករលឹកបំផុតរឿងដែលចម្លែកសម្រាប់ Boruto គឺនៅលើបាតដៃរបស់គាត់មានស្នាមដាវមួយដែលស្នាមដាវនោះកើតឡើងនៅក្រោយពេលដែលគាត់បានជួប Momoshiki នៅក្នុងពិភពសបិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយ like ហើយ comment អីក៏បានដែរឲ្យតែបាន comment ហើយសំណូមពរដល់អ្នកដែលមិនទាន់បាន subscribe channel មនុស្សចរណៃទេក៏សូមជួយ subscribe ម្នាក់មួយដើម្បីជួយផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងសូមជូនពរសុខភាពល្អអនាគតបបររុងរឿងសូមអរគុណនិងសូមជម្រាបលា